ចឹងការចែករំលែករបស់ខ្ញុំអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ solar លើដំបូលហ្នឹងគឺខ្ញុំនិយាយនេះក្នុងនាមជាអ្នកប្រើប្រាស់បាទមិនបានលើកឡើងតាក់ទងទៅនឹងបច្ចេកទេសទេដោយសារផ្នែកបច្ចេកទេសខ្ញុំមិនមានចំណេះដឹងផ្នែកនោះទេអ្វីដែលខ្ញុំនឹងចែករំលែកនេះគឺវាច្រើនទៅលើបទពិសោធន៍ជាក់ស្ដែងបាទនៃការប្រើប្រាស់ solar តាំងពីຂະຫນាតតូចរហូតទៅដល់បច្ចុប្បន្ននេះដែលខ្ញុំប្រើຂະຫນាតធំគួរសមដែរបាទខ្ញុំនឹងចែករំលែកអំពីអត្ថប្រយោជន៍រួមទាំងផលវិបាកផ្សេងៗនៃ solar របស់យើងនេះបាទអញ្ចឹងនៅក្នុងបទបង្ហាញរបស់ខ្ញុំនេះខ្ញុំមានមាតិកាដូចតទៅទី1យើងត្រូវដឹងថាឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះរបស់យើងនឹងមានអីខ្លះអញ្ចឹងអ្នកតម្លើង solar នឹងចង់បានបំពាក់ solar នឹងគាត់ត្រូវដឹងអំពីរបស់ប្រើប្រាស់ឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះរបស់គាត់នឹងហើយទី2យើងចង់និយាយអំពីសម្ភារៈដែលយើងយកមកតម្លើង solar ហើយយើងនឹងពិនិត្យមើលពីអត្ថប្រយោជន៍នៃ solar ហ្នឹងផលវិបាកហើយកាលណាមានផលវិបាកវាអាចមានឱកាសវាផ្ដល់ឱកាសដែររួមទាំងសេចក្តីសន្និដ្ឋានចុងក្រោយអញ្ចឹងឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះសំខាន់នេះអ្វីទាំងអស់នេះគឺបងប្អូនដឹងហើយក្នុងផ្ទះរបស់យើងអញ្ចឹងមុននឹងយើងតម្លើង solar យើងត្រូវដឹងថាផ្ទះរបស់យើងនឹងមានឧបករណ៍អីខ្លះបាទហើយខ្ញុំនឹងត្រឡប់មកវិញនៅslide មួយនេះដើម្បីបញ្យល់លម្អិតតែនៅក្នុងនេះខ្ញុំបានគេហៅថាបូលដាក់អក្សរហ្នឹងដិតលេខ1លេខ5លេខ7លេខ8លេខ9លេខ11នេះគឺសំដៅទៅលើថាជាឧបករណ៍ដែលវាត្រូវការកម្លាំងភ្លើងនឹងខ្លាំងជាងឧបករណ៍ដទៃផ្សេងទៀតដែលខ្ញុំសរសេរនៅក្នុងនេះចឹងមកបងប្អូនប្រើប្រាស់ឧបករណ៍លើសពីនឹងទៀតជួយ comment ផងបាទយើងចែករំលែកបទពិសោធន៍ជាមួយគ្នាទាំងអស់គ្នាដូចជាចក្រានអគ្គិសនីអញ្ចឹងគឺវាស៊ីភ្លើងច្រើនបាទវាត្រូវការកម្លាំងភ្លើងនឹងខ្លាំងកំសៀវដាំទឹកក៏ចឹងដែរហើយម៉ាស៊ីនត្រជាក់ហើយម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់របស់យើងហ្នឹងហើយខ្ញុំនឹងត្រឡប់មកទំព័រនេះវិញនៅពេលដែលយើងទៅកាន់ទំព័រមុខទៀតជជែកគ្នាបន្ថែមនឹងបកមកជជែកគ្នាចំណុចនេះឡើងវិញម្ដងទៀតអញ្ចឹងដើម្បីបំពាក់ solar យើងត្រូវការអីខ្លះបាទដើម្បីបំពាក់ solar យើងត្រូវការទី1ផ្ទាំង solar ទី2 inverter ហ្នឹងមាន hybrid មានអីចឹងទៅហើយដូចខ្ញុំនិយាយចឹងគឺខ្ញុំនិយាយនៅទីនេះគឺក្នុងនាមជាអ្នកប្រើប្រាស់បាទមិនមែនជាក្នុងនាមអ្នកបច្ចេកទេសទេចឹងនេះអ្វីដែលឧបករណ៍ដែលខ្ញុំតម្លើង solar បច្ចុប្បន្នហ្នឹងខ្ញុំមានគឺខ្ញុំប្រើឧបករណ៍ទាំងអស់នេះតម្លើងបាទប្រើប្រាស់ឲ្យបើបងប្អូនមានស្អីបន្ថែមទៀតនៅក្នុងហ្នឹងក៏សូមជួយ comment បាទនៅក្នុងហ្នឹងដើម្បីយើងរៀនសូត្រទាំងអស់គ្នាទី3គឺអាគុយហើយបន្ទាប់មកហូរហែអញ្ចឹងមកហើយខ្ញុំដាក់អក្សរដិតហ្នឹងលេខ1លេខ2លេខ3ហ្នឹងគឺដោយសារតែសម្ភារៈបំពាក់ solar ទាំង3ហ្នឹងគឺជាឆ្អឹងខ្នងគ្រឹះនៃ solar របស់យើងហ្នឹងបើអត់អា3ហ្នឹងទេវាមិនគ្រប់បានន័យថា solar របស់យើងវាមិនអាចដំណើរការបានជាពិសេសចំណុចទី1និងទី2ចំណុចទី3គឺយើងអាចអាគុយគឺថាយើងដាក់ក៏បានមិនដាក់ក៏បានអញ្ចឹងអាស្រ័យទៅលើថាគោលបំណងអញ្ចឹងវាត្រូវមានគោលបំណងទៀតគោលបំណងនៃការតម្លើង solar ហ្នឹងគឺដើម្បីអ្វីបាទដើម្បីគោលបំណងយើងប្រើពេលថ្ងៃសុទ្ធឬក៏យើងប្រើពេលយប់សុទ្ធឬក៏យើងប្រើពេលថ្ងៃផងពេលយប់ផងហើយយើងប្រើហ្នឹងគឺដើម្បីកាត់បន្ថយការចំណាយលើភ្លើងរត់ហ្នឹងប្រមាណភាគរយចង់បាន 100% 90% ឬក៏80 70
ឬក៏30%គឺឧបករណ៍បំពាក់ហ្នឹងវានឹងឡើងចុះទៅតាមគោលបំណងរបស់យើងនឹងឯងបាទឧទាហរណ៍ថាយើងចង់ប្រើប្រាស់ solar ហ្នឹងមិនត្រឹមតែម៉ាស៊ីនត្រជាក់មិនត្រឹមអីទេប៉ុន្តែចង់សាក់ឡានអគ្គិសនីទៀតឧទាហរណ៍អញ្ចឹងវាអាចឡើងថាinverter ហ្នឹងគឺវាអាចមានទំហំទៅដល់1ហ្វា2ហ្វា3ហ្វាអញ្ចឹងទៅបាទអញ្ចឹងអ្នកបច្ចេកទេសគាត់ដឹងក៏យើងគ្រាន់ប្រាប់គាត់ទៅថាយើងចង់បានប្រើដល់ផ្នែកហ្នឹងទៀតអញ្ចឹងគាត់នឹងណែនាំឲ្យថាយើងត្រូវប្រើ inverter ប៉ុណ្ណាចំណែកអាគុយគ្រាន់តែជាគ្រឿងផ្ទុកអគ្គិសនីសម្រាប់យើងប្រើពេលដែលពេលយប់អត់ថ្ងៃគឺពេលនោះអគ្គិសនីពេលថ្ងៃហ្នឹងគឺវាសាកចូលក្នុងអាគុយហ្នឹងវាស្តុកទុកដូចប្រៀបបាននឹងកូនជ្រូកដែលយើងសំលុយអញ្ចឹងនៅក្នុងហ្នឹងហើយពេលយប់ឡើងយើងយកលុយពីកូនជ្រូកហ្នឹងយកមកចាយបាទអញ្ចឹងបើអាគុយតូចចាយឆាប់អស់អញ្ចឹងទៅឬអាគុយតែមួយវាចាយឆាប់អស់តែបើអាគុយ2វាចាយបានយូរអាគុយ3អាគុយ4អញ្ចឹងទៅតាមហ្នឹងប៉ុន្តែបើសិនជាយើងប្រើប្រាស់សម្រាប់តែពេលថ្ងៃឧទាហរណ៍ថាពេលយប់យើងសុខចិត្តប្រើភ្លើងរត់ចុះហ្នឹងហើយជួយចំណាយលើភ្លើងរត់ចុះអញ្ចឹងយើងមិនបាច់មានអាគុយក៏បានដែរជាងគេអាចតម្លើងតា solar ហើយនឹង inverter ឲ្យយើងទៅបាទសំខាន់ណាពីទី1ទី2ហ្នឹងណាតែបើយើងចង់ប្រើពេលយប់បើចង់សន្សំសំចៃឲ្យបានច្រើនអាគុយហ្នឹងក៏វាស្តុកទុកហ្នឹងក៏ច្រើនដែរអញ្ចឹងទៅវាអត់មានភ្លើងរត់អត់មានត្រូវចំណាយលើភ្លើងរត់ទេគឺពេលយប់ហ្នឹងវាប្រើប្រាស់តែភ្លើងអាគុយសុទ្ធតែបើអាគុយយើងតិចវាប្រើប្រាស់ឆាប់អស់ដល់ឆាប់អស់យើងនឹងវាលោតចូលភ្លើងរត់វិញពេលហ្នឹងយើងនឹងប្រើភ្លើងរត់បាទតិចទៀតខ្ញុំនឹងនិយាយថាតើទាំង solar ប្រមាណ inverter ទំហំប៉ុណ្ណានិងអាគុយទំហំប៉ុណ្ណាដែលយើងអាចយកទៅបំពាក់អាចប្រើប្រាស់បាននៅក្នុងផ្ទះរបស់យើងនឹងដើម្បីបំពេញគោលបំណងរបស់យើងដែលយើងចង់បានកាត់បន្ថយការចំណាយទៅលើភ្លើងរត់ 90% ឬ 100% ឬក៏ 70% 50% ចឹងជាដើមអញ្ចឹងនេះជាចម្លើយទៅនឹងសំណួរដែលលើកឡើងមិញហ្នឹងតើត្រូវតម្លើងសូឡាកម្លាំងប្រមាណគីឡូវ៉ាត់ទើបប្រើគ្រប់អញ្ចឹងដើម្បីឲ្យដឹងយើងត្រូវឡប់ទៅមើលslide មុនខ្ញុំប្រចាំងហ្នឹងដើម្បីដឹងថាតើយើងត្រូវតម្លើងសូឡាហ្នឹងកម្លាំងប្រមាណគីឡូវ៉ាត់បានយើងប្រើគ្រប់អញ្ចឹងដើម្បីឲ្យដឹងតើយើងដឹងនេះសិននេះឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះសំខាន់របស់យើងនឹងយើងមានចក្រានអគ្គិសនីអត់យើងមានឆ្នាំងដាំបាយអគ្គិសនីអត់មានម៉ាស៊ីនអាំងសាច់ air fryer នឹងអត់ទូទឹកកកកំសៀវដាំទឹកអគ្គិសនីទូក្លាសេអ្វីដែលខ្ញុំដាក់នៅទីនេះទាំងអស់ហ្នឹងមានទាំងអស់អត់ផ្ទះខ្លះគេមានទាំងអស់ហ្នឹងអត់មានខ្វះមួយណាទេឬក៏នៅនេះអាចមានចំណុច12 13ទៀតព្រោះគេផ្ទះគេសបោសម្ភារៈណាវាអាចហើយក្នុងនេះទៀតសោតដូចជាលេខ7ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់ហើយលេខ9បាទលេខ9គឺម៉ាស៊ីនត្រជាក់ហ្នឹងវាមានមួយសេះកន្លះ2សេះ3សេះ4សេះអញ្ចឹងទៅហោហាយអញ្ចឹងទៅណាអញ្ចឹងតើក្នុងផ្ទះយើងហ្នឹងយើងប្រើម៉ាស៊ីនត្រជាក់ប្រហែលសេះហើយចំនួនប្រហែលគ្រាប់អញ្ចឹងគេគុណគេចែកទៅជាងគេដឹងហើយបាទហើយលេខ11ហ្នឹងក៏ឆ្នាំងសាករថយន្តអគ្គិសនីយើងចង់តម្លើងទូសាកអគ្គិសនីនឹងអត់អញ្ចឹងគីឡូចំនួនគីឡូវ៉ាត់ដែលយើងត្រូវតម្លើងហ្នឹងវាទៅតាមហ្នឹង
ខ្ញុំចង់ចែកម្លែកជាមួយនឹងឧបករណ៍ដែលខ្ញុំគូសយើងដិតជាងគេហ្នឹងគឺចក្រានអគ្គិសនីជាដើមអញ្ចឹងគឺវាប្រើភ្លើងហ្នឹងកម្លាំងភ្លើងតកម្លាំងភ្លើងហ្នឹងពី1800 វ៉ាត់ទៅ2500 វ៉ាត់បាទទៅតាមឧបករណ៍បាននៅ2គីឡូកន្លះឬក៏2គីឡូឬក៏1គីឡូ8អញ្ចឹងបានន័យថាតលតែសូឡាយើងនឹងផលិតភ្លើងបានប៉ុណ្ណឹងទើបបានយកមកប្រើចក្រានអគ្គិសនីនឹងបានហើយកសៀវដាំទឹកអគ្គិសនីអញ្ចឹងដែរស៊ីភ្លើងអាហ្នឹងពេលយើងដោតពឹបថុលទាញភ្លើងមកហ្មងបានន័យថាកម្លាំងវាប្រហែលជា2គីឡូនឹងដែរបាទកម្លាំងបានន័យថាសំដៅទៅលើកម្លាំងដែលអាចធ្វើឲ្យម៉ាស៊ីនហ្នឹងវាដំណើរការមិនមែនជាចំនួនគីឡូដែលវាត្រូវស៊ីទេបាទចំនួនគីឡូដែលវាត្រូវស៊ីអាហ្នឹងគេមានរបៀបគេកណនាទៀតឧទាហរណ៍ថាចក្រានអគ្គិសនីហ្នឹងយើងដោតប្រើហ្នឹង1ម៉ោងវាអស់ប្រមាណគីឡូបាទហើយគុណជាលុយទៅឃើញប្រមាណ1គីឡូ700ឬក៏730រៀលហ្នឹងគុណទៅឃើញចំណាយហើយតែនេះខ្ញុំនិយាយពីកម្លាំងអគ្គិសនីដែលយកទៅធ្វើឲ្យឧបករណ៍ហ្នឹងវាដំណើរការក្នុងអ្វីដែលខ្ញុំដាក់ខ្មៅទាំងអស់នេះពណ៌រៀងដិតហ្នឹងគឺវាស៊ីចាប់ពី1គីឡូកន្លះបាទអគ្គិសនីហ្នឹងគឺតកម្លាំង1គីឡូកន្លះបានន័យថាបើម៉ាស៊ីនត្រជាក់វាបើកទៅដំបូងវាអាចហក់ដល់2គីឡូវាបានវាអូសរួចក្រោយមកវាត្រជាក់ទៅវាចាប់ដើមថយចុះមកនៅត្រឹម1គីឡូកន្លះអីចឹងទៅណាបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំប្រើតែមួយសេះទេមួយសេះម៉ាស៊ីនត្រជាក់មួយសេះហ្នឹងស៊ីប្រហែលជា900 វ៉ាត់ឬក៏800 វ៉ាត់នឹងឧបករណ៍ដែលខ្ញុំប្រើប្រាស់ក្នុងផ្ទះសប្ងៃគឺមានចក្រានអគ្គិសនីឆ្នាំងដាំបាយអគ្គិសនីម៉ាស៊ីនអាំងសាច់ហ្នឹងក៏ខ្ញុំមានទូទឹកកកក៏មានកំសៀវដាំទឹកអគ្គិសនីហ្នឹងក៏មានទូក្លាសសេក៏មានម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ហ្នឹងបានន័យថាម៉ាស៊ីនចម្រោះដែរចម្រោះទឹកដែរប៉ុន្តែវាបើយើងចង់ញ៉ាំក្តៅយើងចុចក្តៅចង់ញ៉ាំខាងត្រជាក់យើងចុចមកចេញត្រជាក់នេះខ្ញុំចង់និយាយម៉ាស៊ីនហ្នឹងហើយម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់អញ្ចឹងដែរហ្នឹងក៏ស៊ីដែរបើកមកវឹប2គីឡូបាទតោះតែ2គីឡូបានរត់រួច2គីឡូជាងហ្នឹងហើយម៉ាស៊ីនត្រជាក់ខ្ញុំប្រើតែមួយសេះទេបាទម៉ាស៊ីនត្រជាក់ហ្នឹងគឺមាន3គ្រឿងប៉ុន្តែជាទូទៅបើកតែ2គ្រឿងទេដោយសារតែអ្នកនៅក្នុងផ្ទះហ្នឹងសមាជិកក្នុងផ្ទះហ្នឹងគឺមានតែប៉ុណ្្នឹងអ្នកជួនកាលមានភ្ញៀវមានអីមកអញ្ចឹងទៅវាដំណើរការ3គ្រឿងអញ្ចឹងទៅតែសិតតែមួយសេះទេបាទហើយមានមួយសេះកន្លះនៅកន្លែងទទួលភ្ញៀវហើយខ្ញុំមិនមានបទពិសោធន៍ជាមួយនឹងឆ្នាំងសាករថយន្តអគ្គិសនីទេមិនបានតម្លើងទេហ្នឹងហើយអ្វីដែលខ្ញុំបានតម្លើងមកហ្នឹងគឺសមត្ថភាពវាគឺអាំងវ៉ាទ័រហ្នឹងគឺមានទំហំ12គីឡូហ្នឹងហើយអញ្ចឹងយើងមើលត្រឡប់ទៅវិញតើត្រូវតម្លើងសូឡាកម្លាំងប្រមាណគីឡូវ៉ាត់ទើបប្រើគ្រប់អញ្ចឹងដើម្បីឆ្លើយនឹងសំណួរហ្នឹងតើទៅមើលឧបករណ៍ដែលយើងប្រើហ្នឹងហើយនេះជាឧទាហរណ៍ទេគឺថាដើម្បីបាន10គីឡូវ៉ាត់ឧទាហរណ៍ថាយើងបូកដកគុណចែកទៅឧបករណ៍យើងនឹងស៊ីប្រមាណគីឡូយើងតម្លើងតាមហ្នឹងទៅដើម្បីបាន10គីឡូវ៉ាត់តើយើងត្រូវការផ្ទាំងសូឡានោះប្រមាណបាទអញ្ចឹងផ្ទាំងសូឡានោះវាអាស្រ័យទៅលើកម្លាំងវ៉ាត់នៅលើផ្ទាំងសូឡានីមួយៗឥឡូវវាមានសូឡាខ្លះមាន400វ៉ាត់មួយផ្ទាំងណា400វ៉ាត់500វ៉ាត់600វ៉ាត់700វ៉ាត់មានដល់1គីឡូហើយឥឡូវហ្នឹងដល់1000វ៉ាត់ហើយហ្នឹងហើយតែយកមកលក់ស្រុកខ្មែរចាត់ភាគច្រើនឃើញតែ600ជាងហ្នឹងហើយ610ឬ620ហ្នឹងហើយ710បាទសប្តាហ៍នេះខ្ញុំបំពាក់កម្លាំង710វ៉ាត់ណា710វ៉ាត់ខ្ញុំដាក់20សន្លឹក
ចឹងបើយើងគុណទៅវាបាន14គីឡូ14គីឡូអាំងវ៉ាទ័រខ្ញុំ12គីឡូចឹងហេតុអីបានយើងត្រូវការដល់ទៅផ្ទាំង14គីឡូបើអាំងវ៉ាទ័រយើងតែ12គីឡូមូលហេតុគឺអឺភ្លើងដែលដល់ពីព្រះអាទិត្យមកផ្ទាំងសូឡាយើងហ្នឹងគឺវាអត់ទៀងទាត់ទេវាអត់ស្មើគ្នាទេគឺវាឡើងចុះទៅតាមអាកាសធាតុពពកបាំងពពកអីចឹងទៅមេឃសតុំមេឃអីចឹងទៅបើវាក្តៅខ្លាំងវាបានគ្រប់ចឹងទៅឧទាហរណ៍បើមិនសិនជាមេឃសតុំខ្លាំងវាធ្លាក់ចុះមកវិញចឹងទៅបទពិសោធន៍របស់ខ្ញុំគឺ20ផ្ទាំងហ្នឹងព្រលឹមឡើងម៉ោង8 9ហ្នឹងគឺយើងទទួលបានភ្លើងប្រហែលជា4-5គីឡូវ៉ាត់បាទក្នុង14គីឡូវ៉ាត់ហ្នឹងណាភ្លើងដែលបានផ្ដល់ជាក់ស្ដែងហ្នឹងមានតែ5គីឡូវ៉ាត់ទេម៉ោងទៅ9ហ្នឹងមេឃបើកថ្ងៃពេញហ្មងចង់និយាយចឹងហើយដល់ពេលម៉ោង11ម៉ោង12ទៅភ្លើងនឹងហក់ដល់10គីឡូបាទអញ្ចឹង14គីឡូហ្នឹងបានតែត្រឹម10គីឡូទេលើសតិចតួចថា11ចុះតែវាមិនដែលអត់ដែលឃើញដែលបាន11ផងតាំងពីបំពាក់មកហ្នឹងហើយអញ្ចឹងយើងតម្រូវការយើងត្រូវបំពាក់វានឹងឲ្យលើសពីតម្រូវការដែលយើងគិតនឹងទីថាបើយើងចង់បាន10យើងបំពាក់នឹងឲ្យលើស10បាទ10យើងដាក់14ទៅបាន14គីឡូទៅគិតជាផ្ទាំងណាគុណទៅដើម្បីកាត់អាបាត់ភ្លើងបាត់ហ្នឹងបើមិនចឹងទេយើងប្រើអត់គ្រប់ទេបាទប្រើអត់គ្រប់ទេយើងមិនអាចគិតគុតបានទេបានគិតថាយើងត្រូវការតែ3គីឡូយើងដាក់3គីឡូហ្មងអត់វាប្រើអត់គ្រប់ទេវាអត់ត្រូវទេណាអញ្ចឹងនេះជាគំនិតខ្លះតាក់ទងទៅនឹងការតម្លើងសូឡានឹងថាតើត្រូវប្រើភ្លើងផ្ទាំងសូឡាប្រមាណហើយអាំងវ៉ាទ័រនឹងទំហំប៉ុណ្ណាបាទហើយចំណែកអាគុយស្តុកភាគច្រើនគឺឥឡូវគេពេញនិយមរឿងអាគុយលីជូមហ្នឹងហើយវាមាន15គីឡូវ៉ាត់ហើយនិង16គីឡូវ៉ាត់15គីឡូវ៉ាត់វាមាន300អង្ពែម៉ោងហើយបើ16គីឡូវ៉ាត់វាមាន314អង្ពែម៉ោងតាមបទពិសោធន៍ខ្ញុំប្រើបើយើងប្រើ16គីឡូវ៉ាត់វាល្អជាងប្រើ15គីឡូវ៉ាត់បាទហើយខុសគ្នាតម្លៃខុសគ្នាតែបន្តិចតួចទេមិនច្រើនទេយកល្អប្រើ16គីឡូវ៉ាត់បាទអត់ជាងប្រើវាដូចថាកម្លាំងវាខ្លាំងជាងណាតែដោយសារតែខ្ញុំបច្ចុប្បន្នខ្ញុំប្រើ15គីឡូវ៉ាត់3គ្រាប់អាគុយសូឡាខ្ញុំហ្នឹងគឺ3គ្រាប់ហើយផ្ទះបងប្អូនខ្ញុំនោះខ្ញុំទិញឲ្យដាក់ឲ្យគាត់16គីឡូវ៉ាត់2គ្រាប់អញ្ចឹង2គ្រាប់ហ្នឹងចង់ខ្លាំងជាងរបស់ខ្ញុំ3គ្រាប់ទៀតតាមការប្រើជាប្រាស់ជាក់ស្ដែងណាហ្នឹងហើយយើងឃើញថាវាលឿនតិចចឹងមែនតែវាការប្រើប្រាស់ជាក់ស្ដែងគឺឃើញអញ្ចឹងនេះតាមបទពិសោធន៍និយាយពីបទពិសោធន៍ទេហ្នឹងហើយឧបករណ៍សម្ភារៈដែលបានប្រើប្រាស់ក្នុងផ្ទះដែលខ្ញុំភ្លេចនិយាយចំណុចពីស្លាយមុននោះគឺតាមការកណនាពីការស៊ីភ្លើងហ្នឹងគេគិតអញ្ចេះគេគិតថាបើឧបករណ៍នោះ100វ៉ាត់8ម៉ោងវាស៊ី1គីឡូអានឹងតាមគេប្រាប់ខ្ញុំណាតែខ្ញុំមិនបានស្រាវជ្រាវថាព័ត៌មានហ្នឹងវាពិតឬមួយយ៉ាងម៉េចទេប៉ុន្តែនេះជាមូលដ្ឋានមួយសម្រាប់យើងកណនាដឹងឲ្យដឹងថាឧបករណ៍យើងហ្នឹងបើយើងប្រើវា8ម៉ោងវាស៊ីប្រមាណគីឡូឧទាហរណ៍ថាបើឧបករណ៍យើងហ្នឹងវាលើសពី100វ៉ាត់ឬក៏តិចជាង100វ៉ាត់យើងធ្វើការកណនាទៅដឹងហើយអញ្ចឹងខ្ញុំនឹងនិយាយពីអត្ថប្រយោជន៍បាទអត្ថប្រយោជន៍របស់វាច្បាស់ណាស់គឺ
យើងប្រើប្រាស់ solar នេះគឺដើម្បីសំលុយកាត់បន្ថយការចំណាយទៅលើភ្លើងរត់បាទទន្ទឹមហ្នឹងគឺយើងមាន solar គឺយើងអាចប្រើប្រាស់បានច្រើនជាងមុនបាទនៅតែពេលមុនយើងបើកម៉ាស៊ីនត្រជាក់ហ្នឹងតែ1ម៉ោងទេ1ម៉ោង2ម៉ោងទេណាតែដល់ពេលមាន solar បើយើងមានsolar ហ្នឹងដាក់ផ្ទាំងច្រើនទៀតយើងចង់បើកម៉ាស៊ីនត្រជាក់2 3ទៀតក៏បានដែរក្នុងផ្ទះបាទបានតែប្រើប្រាស់បានច្រើនជាងមុនយើងប្រើ1ម៉ោងវាអាច2ម៉ោង3ម៉ោងឬក៏5ម៉ោង6ម៉ោងទៅតាមសមត្ថភាព solar ដែលយើងពាក់ហ្នឹងហើយចំណុចទី3គឺវាផ្ដល់ភាពងាយស្រួលជាងមិនបារម្ភពេលដាច់ភ្លើងពេលអីហ្នឹងគឺយើងនៅតែមានភ្លើងដដែលជាទូទៅអ្នកចិត្តខាងខ្ញុំតែមកសួរខ្ញុំថាមានភ្លើងមានដាច់អត់ហើយខ្ញុំអត់ដឹងទេបាទតទៅយប់ជួនកាលក៏អត់ដឹងដែរព្រោះភ្លើងអង្គុយយើងនៅប្រើនោះតែយើងអត់ដឹងដាច់ភ្លើងទេហើយមួយទៀតចំណុចមួយទៀតដែលសំខាន់ជាងគេបំផុតនោះគឺมันដាក់សម្ពាធលើផ្លូវចិត្តដូចយើងប្រើភ្លើងរត់มันដាក់សម្ពាធយ៉ាងម៉េចគឺថាពេលដែលយើងប្រើភ្លើងរត់នោះយើងតែងតែនិយាយថាពេលណាបើកភ្លើងចោលអញ្ចឹងទៅយើងតែងលូទាំមិនកំបិតភ្លើងមិនក៏មិនបិទដង្ហល់មិនចេះមិនចុះអញ្ចឹងទៅគឺវាដាក់សម្ពាធផ្លូវចិត្តយើងដោយសារយើងខ្លាចវាអស់ភ្លើងរត់ច្រើនកាលណាយើងបើកចោលនឹងប៉ុន្តែខ្ញុំមិនលើកទឹកចិត្តឲ្យមានការប្រើប្រាស់ភ្លើងខ្ជះខ្ជាយយ៉ាងនេះសូម្បីតែភ្លើងយើងសម្បូរយ៉ាងណាក៏ដោយយើងបង្កើតទម្លាប់ល្អមកយើងនៅយើងប្រើភ្លើងបើកភ្លើងនៅភ្លឺទៅឬក៏ប្រើដង្ហល់ប្រើអីចឹងទៅតែបើយើងមិននៅទេបិទវាទៅអាហ្នឹងជាទម្លាប់ល្អមួយសន្សំใจហើយមួយទៀតគឺវាបង្កើតឱកាសបាទ solar នេះវាបង្កើតឱកាសយ៉ាងម៉េចគឺថាបច្ចេកវិទ្យាថ្មី solar ហ្នឹងឥឡូវហ្នឹងបានចូលមកដល់ស្រុកខ្មែរអញ្ចឹងមានអ្នកបងប្អូនជាច្រើនបានរៀនសូត្រពីរបៀបទាំងធ្វើអាគុយធ្វើអីហ្នឹងក៏កើតថ្មលិចជោមថ្មអីហ្នឹងកើតជាអាគុយជាដុំផ្ទុកភ្លើងឥឡូវចាប់ផ្ដើមមានអ្នករៀនសូត្រខាងហ្នឹងច្រើនហើយ solar អញ្ចឹងដែរឮថាមានបង្កើតនៅស្រុកខ្មែរដែរផ្ទាំងវាអញ្ចឹងវាបង្កើតឱកាសរៀនសូត្របង្កើតឱកាសស្រាវជ្រាវបង្កើតឱកាសបង្កើតនៅសម្ភារៈអស់ហ្នឹងហើយនឹងអភិវឌ្ឍវារីកចម្រើនចំណែកផលវិបាកវិញសំខាន់ផុតនោះគឺយើងដំបូងយើងត្រូវចំណាយទុនមុនដែលខ្ញុំចាត់ទុកថាវាជាផលវិបាកដែរព្រោះខ្មែរយើងភាគច្រើនយើងមិនចង់ចាយលុយមុនទេហ្នឹងហើយតែការប្រើប្រាស់ solar នេះគឺជាការវិនិយោគមុនទេតាមពិតជាលុយភ្លើងរបស់យើងដដែលហ្នឹងយើងយកទៅគុណយកទៅចាយទៅឃើញថារយៈពេលហ្នឹងវាស្មើនឹងយើងទិញសម្ភារៈបំពាក់ solar ហ្នឹងដែរទេហើយវាសល់ទៀតហើយវាធ្វើឲ្យមានភាពងាយស្រួលដូចខ្ញុំបានបញ្យល់មុនវាអត្ថប្រយោជន៍របស់វានេះជួយសំលុយប្រើប្រាស់បានច្រើនដល់ភាពងាយស្រួលមិនដាក់សម្ពាធលើខ្លួនឯងនឹងសំខាន់ណាមិនដាក់សម្ពាធលើខ្លួនឯងបើយើងចំណាយ1000 2000លើស1000 2000ដើម្បីឲ្យផ្លូវចិត្តយើងនឹងស្រួលវាល្អជាងអីទៅទៀត1000 2000มันអាចទៅទិញធ្វើឲ្យផ្លូវចិត្តយើងស្រួលបានទេហើយបើយើងប្រើភ្លើងរត់បើកតាមតែចិត្តដូចយើងប្រើភ្លើង solar ការចំណាយរបស់យើងមិនចំណាយប៉ុណ្្នឹងទេវាអាចគុណនឹង2គុណ3អញ្ចឹងយើងគ្រាន់តែយើងត្រូវចំណាយមុនតែប៉ុណ្ណឹងវិនិយោគយើងប្រើពាក្យថាវិនិយោគមុនហ្នឹងទៅហើយទី2យើងត្រូវធ្វើការថែទាំបន្តិចបន្តួចទេមិនច្រើនទេដូចគ្រាន់ជូតបោសជូតកុំឲ្យធលីវារុំទៅលើinverterទៅលើអាគុយទៅលើអីយើងហ្នឹងតែប៉ុណ្ណឹងបាទបោសជូតអីបន្តិចតួចហ្នឹង
ហើយទី3ដែលសំខាន់នោះគឺយើងត្រូវធ្វើការផ្លាស់ប្ដូរថ្មីពីឧបករណ៍នឹងវាចាស់ឬក៏ឧបករណ៍ខ្លះលែងដំណើរការអាហ្នឹងក្រោយពីដែលអគុយអញ្ចឹងឃើញក្រុមហ៊ុនខ្លះគេធានាថា7ឆ្នាំអញ្ចឹងការបំពាក់សាឡានេះយើងចាយពេលទៅ3ឆ្នាំឬក៏លើសនឹងតិចតួចគឺយើងរួចខ្លួនហើយថារួចខ្លួនចុះហើយនៅសល់ប្រហែលឆ្នាំទៀតគឺយើង free យើងប្រើអត់មានអស់លុយទេតែទន្ទឹមហ្នឹងយើងក៏ត្រូវធ្វើការផ្លាស់ប្ដូរថ្មីដែរបាទវាអាចថាគុយយើងខ្សោយឬក៏អាំងប៊ឺទ័រយើងវាអាចមិនស្រួលកន្លែងណាអញ្ចឹងហើយចំណុចមួយទៀតគឺសម្ភារៈបំពាក់សូឡាហ្នឹងមានតម្លៃថ្លៃនៅថ្លៃនៅឡើយវាដោយសារយើងអីយើងនាំចូលទាំងអស់ហើយគុណភាពផលិតផលដែលគេប្រកាសថាគេធានា7ឆ្នាំ8ឆ្នាំឬក៏ប្រហែលឆ្នាំហ្នឹងវាគ្រាន់តែជាការធានារបស់គេហ្នឹងប៉ុន្តែត្រង់តែជាក់ស្ដែងវាមានអាយុកាលដល់ប៉ុណ្្នឹងមែនអត់យើងអត់ដឹងអញ្ចឹងដោយសារនេះវាជាបច្ចេកវិទ្យាថ្មីមកហ្នឹងហើយអញ្ចឹងយើងបើគេនិយាយថា7ឆ្នាំយើង7ឆ្នាំតាមគេទៅឬក៏ថា7ឆ្នាំយើងដក2ឆ្នាំថាបាន5ឆ្នាំដែរតែបើយើងចំណាយ3ឆ្នាំវិនិយោគមុន3ឆ្នាំយើងចំណេញបាន2ឆ្នាំដែរយើងគិតងាយអញ្ចឹងទៅហើយវាធ្វើឲ្យស្រួលចិត្តជាងមុនអីចឹងអាហ្នឹងចឹងចឹងផលវិបាកវាមានចឹងហើយផលវិបាកមួយទៀតវាអាចថាយើងมันមានក្នុងនេះខ្ញុំបានសរសេរតាមពិតទៅបញ្ចូលហើយដោយថាការជួយពីរដ្ឋាភិបាលការជួយពីធនាគារបើសិនជាមានវាល្អគឺថារដ្ឋាភិបាលអាចឧបត្ថម្ភទុនលើកទឹកចិត្តដល់អ្នកប្រើប្រាស់សូឡាគាត់ឲ្យជួយបាទដើម្បីព្រោះថាយើងដឹងហើយការប្រើប្រាស់សូឡាគឺជាធម្មពលស្អាតវាមិនប៉ះពាល់ទៅដល់បរិយាកាសទៅដល់កម្ដៅធ្វើកើនកម្ដៅធ្វើអីហ្នឹងអញ្ចឹងនៅប្រទេសខ្លះគេជួយរដ្ឋាភិបាលគេជួយឬក៏អាចធនាគារគាត់យកអាប្រាក់ចំណេញពីការធ្វើធនាគាររបស់គាត់ហ្នឹងមកជួយសង្គមបាទជួយផ្នែកសូឡាហ្នឹងក៏ល្អដែរដូចជាមានប្រាក់កម្ចីដែលមានការប្រាក់ទាបបំផុតដើម្បីឲ្យអ្នកបងប្អូនដែលគាត់ចង់ចូលរួមការពារបរិស្ថាននេះហ្នឹងគាត់អាចហើយនឹងចង់សាកនៅបច្ចេកវិទ្យាថ្មីហ្នឹងវាល្អដូចគេថាអញ្ចឹងមែនអត់មានភាពងាយស្រួលអញ្ចឹងដូចអត់អាហ្នឹងគួរតែមានដែរកម្មវិធីពីរដ្ឋាភិបាលកម្មវិធីពីធនាគារហ្នឹងហើយចុងក្រោយគឺនិយាយពីឱកាសខ្ញុំនិយាយគេថាជាឱកាសឲ្យយើងរៀនសូត្រស្រាវជ្រាវបង្កើតអភិវឌ្ឍហើយយើងអាចមានលទ្ធភាពតម្លើងក្នុងស្រុកពេលនោះតម្លៃវាអាចធ្លាក់ទាបបាទឧបករណ៍សូឡាដែលយើងយល់ថាវាថ្លៃហ្នឹងវាអាចធ្លាក់ទាបទៅអញ្ចឹងសន្និដ្ឋានគឺការប្រើសូឡាគឺវាចំណេញច្រើនតែត្រូវវិនិយោគមុនណាហើយទាមទារការថែទាំតិចតួចថែមថយពេលសម្ភារៈវិចាស់បាទតែទំនឹងយើងឃើញថាតម្លៃសូឡាក៏នៅតែថ្លៃតែវាក៏បង្កើតឱកាសឲ្យយើងរៀនសូត្រអាចឈានទៅផលិតក្នុងស្រុកយើងបានចឹងនេះជារូបភាពមួយចំនួនតកតងទៅនឹងសូឡាដែលខ្ញុំធ្លាប់ប្រើពីមុនខ្ញុំប្រើខ្នាតតូចនេះដំបូងឡើយបំពាក់6សន្លឹក6សន្លឹកមួយសន្លឹកអាចជា400វ៉ាត់អញ្ចឹងវាតិចប្រើការហ្នឹងនេះអាចប្រើអគុយទឹកអគុយជែលអគុយទឹកઅનેអគុយជែលនេះគឺខ្ញុំមិន recommend ឲ្យប្រើទេយល់ល្អបើថាស្រួលជ្រុលបំពាក់ឲ្យបំពាក់វាឲ្យ
ងំតមទៅគឺយើងប្រើអត់ខ្វល់ចិត្តអ្នកដាក់ប៉ុណ្ណេះគឺនៅតែពិបាកចិត្តដដែលបាទពិបាកចិត្តបានន័យថាវាភ្លើងវាប្រើអត់គ្រប់បាទដូច6ស្លឹកនេះ4 6ដង24បាទ400មកផ្ទាំង400ណា1ដង24 2គីឡូ4 2400អញ្ចឹងបើយើងប្រើចក្រានអគ្គិសនីមួយក៏បើកឆាឆុលភ្លាមនឹងអស់ភ្លើងបដ ாய் លូតចូលភ្លើងរត់វិញអញ្ចឹងយើងប្រើអត់គ្រប់ទេហើយអាគុយទឹកនេះអាគុយជែលនេះវាអាយុកាលវាខ្លីហ្នឹងហើយវាប្រើអត់បានយូរទេខ្ញុំប្រើតែ2ឆ្នាំហ្នឹងវាខូចផ្លាកខ្លះហើយអញ្ចឹងខ្ញុំសម្រេចចិត្តលក់ចោលទាំងអស់ហ្នឹងរៀបចំថ្មីសាឡាងហ្មងហើយនេះឧបករណ៍ថ្មីនេះពាក់ថ្មីហើយក្នុងហ្នឹងមានអានេះឡើង12គីឡូវ៉ាត់អាំងវ៉ាទ័រនេះហើយអាគុយ3គ្រាប់ហើយផ្ទាំងសូឡានេះ710វ៉ាត់20ស្លឹកសរុបទៅបើយើងគិតជាកម្លាំងសូឡាវា14គីឡូជាងតែភ្លើងដែលហុចឲ្យដូចខ្ញុំបាននិយាយអញ្ចឹងវាបានតែ10គីឡូទេហើយ10គីឡូនោះអត់ថេទេគឺថាវាត្រឹមប្រហែលជា5នាទីអញ្ចឹងវាបាន10គីឡូដល់តិចទៅវាធ្លាក់ចុះមកវិញវានៅ8នៅ7អញ្ចឹងទៅឬក៏វាអាចហក់លើសនឹងតិចតួចក៏មានដែរទៅតាមអាកាសធាតុចឹងបើមានភ្លើងប៉ុណ្ណឹងសួរថារត់បានឧបករណ៍អីខ្លះក្នុងផ្ទះខ្ញុំដូចខ្ញុំនិយាយចឹងខ្ញុំប្រើម៉ាស៊ីនត្រជាក់2ម៉ាសេសហ្នឹង2ហើយមានឆ្ក្រានដាំបាយមានអីហូបហាយមកម៉ាស៊ីនបោកអាវហ្នឹងតែម៉ាស៊ីនត្រជាក់ឥឡូវនេះបើកចោលយូរទៅចង់អាណិតម៉ាស៊ីនត្រជាក់ទៅវិញឥឡូវភ្លើងវាលែងខ្វះដល់ម៉ាស៊ីនត្រជាក់បើកចោលពេកបើកច្រើនពេកអាណិតវាវិញវាធ្វើការអត់ឈប់24ម៉ោងគ្នាធ្វើការ20ម៉ោងហើយយើងបើកចោលដោយសារខ្ញុំដាក់អាគុយច្រើនអញ្ចឹងយប់ខ្ញុំប្រើអត់អស់ហើយសល់ទៀតរហូតដល់ថាចង់អាណិតម៉ាស៊ីនត្រជាក់វិញណាបាទសូមអរគុណហើយបើមានសំណួរចម្ងល់ឬក៏ចង់សាកសួរតម្លៃតម្លើងអីគឺខ្ញុំអាចជួយបានបាទខ្ញុំមានក្រុមការងាររបស់ខ្ញុំជាងជំនាញដែរហើយយើងអាចចំណេញយ៉ាងតិចក៏$500ដែរបើសិនជាយើងបងប្អូនចង់តម្លើងជាមួយនឹងក្រុមរបស់ខ្ញុំបាទគឺថាបើយើងចង់ដឹងយើងយកតម្លៃខ្ញុំទៅហើយយកទៅសាកសួរក្រុមហ៊ុនផ្សេងមើលតើគេយកប្រមាណតម្លៃប៉ុណ្ណឹងហ្នឹងហើយឧបករណ៍តម្លើងប៉ុណ្ណឹងគេយកតម្លៃប្រមាណហើយនឹងឃើញចំណេញខ្ញុំដាក់យ៉ាងតិចហ្នឹង$500ហ្នឹងបាទចឹងសូមអរគុណច្រើនដល់មានអ្វីចង់សាកសួរឬមតិយោបល់អីសូមចូលរួមចែករំលែកនិងសាកសួរតម្លៃអីតាមរយៈលេខទូរស័ព្ទនិង Telegram នេះបាទសូមអរគុណ